សូមជម្រាបសួរដល់លោកគ្រូក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាពួកខ្ញុំជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិបត្តិដំណវិជ្ជានៃថ្នាក់ទី1ខ្ញុំបាទឈ្មោះគិនសុខុមខ្ញុំឈ្មោះញ៉ាឌីជីខ្ញុំឈ្មោះមុនសេណាខ្ញុំខ្ញុំឈ្មោះទូកំថេងខ្ញុំឈ្មោះប៉ាជីវ័យខ្ញុំឈ្មោះញ៉ារំដាធនាថ្ងៃនេះពួកខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើបទបង្ហាញនិងដើរទស្សនានៅប្រាសាទតាព្រំទលេបាទីបាទខ្ញុំសូមអញ្ជើញទស្សនាអំពីការបទបង្ហាញរបស់ក្រុមខ្ញុំដូចតទៅតាព្រំឬក៏ប្រាសាទទលេបាទីគឺជាប្រាសាទដែលស្ថិតនៅក្នុងរមណីយដ្ឋានបាទីប្រាសាទនេះមានទីតាំងភូមិសាស្ត្រនៅក្នុងភូមិខ្នរតសិនឃុំក្រាំងក្នុងស្រុកបាទីខេត្តតាកែវចំពោះចម្ងាយផ្លូវពីរាជធានីភ្នំពេញមកកាន់ប្រាសាទទលេបាទីនេះគឺមានចម្ងាយ34គីឡូម៉ែត្របើយើងជិះតាមផ្លូវជាតិលេខ2និយាយពីបរិវេណប្រាសាទវិញប្រាសាទនេះគឺមានទំហំបណ្ដោយ150ម៉ែត្រទទឹងប្រវែង95ម៉ែត្រនិងមានកម្ពស់12ម៉ែត្រចាអញ្ចឹងជាបន្តទៀតយើងមកសិក្សាអំពីប្លង់ប្រាសាទប្រាសាទតាព្រំទន្លេបាទីសាងសង់ឡើងដោយបែរមុខទៅទិសខាងកើតហើយមានរាងជាចតុកោណកែងហើយមានប្រវែងបណ្ដោយវិញគឺ155ម៉ែត្រហើយនឹងទទឹងវិញគឺ95ម៉ែត្រដែលមានកម្ពស់12ម៉ែត្របរិវេណទាំងមូលនៃប្រាសាទវិញគឺបានបែងចែកជាពីរផ្នែកដែលផ្នែកទី1ហ្នឹងគឺជាកំពែងខាងក្រៅនៃប្រាសាទហើយចំពោះនៅក្នុងបរិវេណនេះគឺមានគោបុរៈចំនួន2ដែលស្ថិតនៅទិសខាងកើតហើយនិងទិសខាងលិចហើយចំពោះនៅក្នុងបរិវេណខាងក្រៅគឺមានទំហំធំទូលាយដែលបច្ចុប្បន្នហ្នឹងក៏មានលម្អទៅដោយផ្កាខ្លះៗដែរបើសិនជាយើងចូលទៅទិសខាងកើតវិញដែលជាផ្នែកខាងមុខនៃប្រាសាទយើងនឹងឃើញមានស្រះទឹកចំនួន2ដែលស្ថិតនៅផ្នែកខាងឆ្វេងដៃហើយនិងខាងស្ដាំដៃនៃផ្លូវចូលឥឡូវនេះយើងចូលទៅដល់បរិវេណខាងក្នុងនៃប្រាសាទវិញហើយយើងនឹងឃើញមានតួប៉មចំនួន6ហើយក៏មានតួប៉មចំនួន4ហ្នឹងគឺស្ថិតនៅទិសខាងកើតខាងត្បូងខាងលិចហើយនិងខាងជើងហើយមួយទៀតហ្នឹងយើងនឹងឃើញមានតួប៉មតូចមួយដែលភ្ជាប់ពីតួប៉មខាងលិចទៅតួប៉មកណ្ដាលហើយតួប៉មកណ្ដាលហ្នឹងគឺជាតួប៉មមួយដែលធំជាងគេហើយនឹងក៏ជាមានភាពល្អជាងគេដែរចំពោះនៅក្នុងបរិវេណខាងក្នុងក្បែរតួប៉មខាងកើតវិញគឺយើងនឹងឃើញមានសំណង់តូចៗចំនួន2ទៀតដែលបែរមុខទៅទិសខាងលិចបញ្ច្រាស់ទៅនឹងទិសប្រាសាទដែលគេហៅថាបណ្ណាល័យហើយនៅក្នុងបរិវេណនេះក៏មានដុំថ្មមួយគូដែលស្ថិតនៅផ្នែកខាងជើងនិងផ្នែកខាងត្បូងនៃតួប៉មកណ្ដាលវាមានរូបរាងស្តៀងទៅនឹងជើងតម្រជាទូទៅប្រាសាទនេះមានចម្លាក់ក្បូរក្បាច់រចនាដ៏ប្រណិតដែលគួរឲ្យចាប់អារម្មណ៍បន្ថែមពីលើនេះទៅទៀតនោះគឺនៅផ្នែកខាងមុខច្រកចូលប្រាសាទមានចម្លាក់ផ្តែរពីរដែលមួយតាក់ទងជាមួយនឹងរឿងមហាវេស្សន្តរជាតកដោយក្នុងនោះមានតួអង្គសំខាន់ដូចជាព្រះមហាវេស្សន្តរព្រះនាងមេត្រីជាលីក្រឹស្ណាកំពុងជិះរាជរថ
បើតាមការបកស្រាយឬការស្រាវជ្រាវចម្លាក់នេះសិល្បករចង់បង្ហាញអំពីការបំពេញទានបារមីរបស់ព្រះបរមពោធិសត្វយើងក្រឡេកទៅមើលខាងស្នាមដៃនៃច្រកចូលយើងឃើញថាមានផ្តែរចម្លាក់មួយគឺនិយាយពីរឿងគោសមុទ្រទឹកដោះដែលមានកំណើតឡើងនៅរវាងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី2នៅក្នុងឆ្នាំ1050ដល់1066នៃគ្រិស្តសករាជក្នុងរចនាបថបាពួនតាមទេវកថារឿងគោសមុទ្រទឹកដោះគឺចង់និយាយអំពីការប្រកួតប្រជែងគ្នាខាងមហិទ្ធិឫទ្ធិដើម្បីដើមវត្ថុទិព្វដែលកើតចេញពីការគោសមុទ្រទឹកដោះដោយរួមមានផ្កាបានជាតិដំរីក្បាល3ឈ្មោះពុរិវ័នព្រះនាងស្រីលក្ស្មីសេះសឈ្មោះឧជ័យស្វារៈទឹកអមរិតនិងអប្សរារឿងគោសមុទ្រទឹកដោះនេះជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិឫទ្ធិវេទមន្តដើមយកទឹកអមរិតជីវិតអមតៈនៅឯភ្នំមណ្ឌរៈដើម្បីស្វែងរកភាពក្សេងក្សាន្តសុខដុមរមនាសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិមាតុភូមិក៏លេខទៅមើលក្បាច់ផ្តែរហៅជាងដោយនៅចំទូប៉មកណ្ដាលនោះគឺមានរូបចម្លាក់តំណាងព្រះលោកអោកេសវរៈនៅប្រាង្គកណ្ដាលមានផ្តែរលម្អដោយក្បាច់បង្ហាញព្រះពុទ្ធរូបទុំជារូបព្រះពុទ្ធចូលព្រះនិព្វានតែរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយនៅសតវត្សទី16ក្នុងព្រះបាទចន្ទរាជាទី1រូបធំសម្បើមនេះឆ្លាក់យ៉ាងជ្រៅនៅក្នុងថ្មហើយប្រហែលជាជំនួសរូបដែលធ្លាប់មានពីមុនតែជាសរសៃថាមិនទាន់ឆ្លាក់បង្ហើយឯទ្វារញខាងមុខមានគ្រោងជាពុម្ពហើយសសរពេជ្រពហុជ្រុងមានឆ្លាក់ក្បាច់ចិញ្ចៀនសសរ4ជ្រុងផ្អោបនឹងជញ្ជាំងមានលម្អដោយភ្នាយត្រួតលើពិនគ្នាផ្តែរលម្អធ្វើពីថ្មភក់ក្រហមប្រកបដោយតងឈើបញ្ឈរទៅទាំងសាច់ហើយជាងដូចខាងមុខគឺមានគ្រោងជានាគនៅលើផ្ទៃធ្វើរូបចម្លាក់មនុស្សម្នាក់មានដៃលើ6ឈរពីមុខដៃស្ដាំខាងលើកាន់គម្ពីរមួយសក់ចងជាបំពង់មានមនុស្សតូចអង្គុយពីមុខលើថ្ងាសលើចុងជើងអ្នកបួសមើលពីមុខលុតជង្គង់ដៃសំពះសម្រាប់គោវរៈខាងក្រោយទ្វារមុខញខាងត្បូងមានលក្ខណៈលម្អដូចទ្វារខាងជើងរួមទាំងចម្លាក់បានរៀបរៀងផងតែក្បាច់ផ្តែរក៏ធ្វើពីថ្មភក់ពណ៌ក្រហមបាននាំមកនៅជាថ្មមួយនៅលើផ្ទៃហើយជាងគេឆ្លាក់រូបមនុស្សម្នាក់មានដៃ4ឈរមើលពីមុខដៃស្ដាំខាងលើកាន់គម្ពីរក្រៅពីនេះគ្មានរបស់មើលបញ្យលមានអ្នករាំ5នាក់ព័ទ្ធពីក្រៅបណ្ដែតខ្លួនលើពពកមាន2នាក់ខាងឆ្វេង2នាក់ខាងស្ដាំលុតជង្គង់បែរមុខទៅរកមនុស្សខាងខ្នងដែលសំពះនៅពីក្រោយរូបនេះមានអ្នកធ្វើសក្ការៈមួយជួរមើលពីមុខលុតជង្គង់ដៃសំពះលាសន្ធឹងទូទាំងទទឹងនៃចង្វាឯញោមុខខាងលិចដែលភ្ជាប់នឹងជញ្ជាំងថ្មបាយក្រៀមទ្វារលម្អផ្នែកមុខនៃញោមុខតភ្ជាប់ទៅប្រាសាទដោយជញ្ជាំងដៃត្រដំបូលកោងជាយ៉ាពីរីឯរូបបរិមាធំមួយរាងក្រឡោតរឹងស្ទោកវែងគ្មានសិល្បៈដាក់បញ្ឈរលើកំណល់កណ្ដាលបន្ទុកតែមួយភ្នាយលើដីជុំបរិមាឬលើល្វែងខាងក្រៅហៅជាងនៅតួប៉មខាងជើងសម្ភារៈហៅជាងគេធ្វើពីឥដ្ឋទៅជាថ្មភក់ហើយការផ្លាស់ប្ដូរនិងប្រែប្រួលយ៉ាងសំខាន់នៅត្រង់4ចំណុច
គឺបរិវេណនៅខាងក្នុងហៅជាងដងក្តារចុងក្តារនិងធ្នឹមរបស់ហៅជាងប្រាសាទនេះផងដែរទទួលឥទ្ធិពលពីឥណ្ឌាហើយមានរាងជាក្រចកសេះធ្នឹបមានរាងទំនាប់ផ្កាឈូកតូចហើយរាងក្រាស់និងមានព្រះពុទ្ធរូបមួយអង្គគឺព្រះកេស្វរៈដែលមានដៃ6ដោយមួយចំហៀងមានដៃ3ហើយនៅលើភ្នួងសក់មានរូបព្រះពុទ្ធរូបមួយអង្គគឺអមិតភៈហើយមានដៃ4ប្រដាប់ដូចជាបន្ទង់ក្រពុំផ្កោមគម្ពីរនិងដបទឹកអម្រឹតមានរូបសត្វតោ2នៅអមសងខាងដោយរូបតោនីមួយបានអង្គុយថ្វាយបង្គំព្រះឥស្វរៈហើយមានរូបព្រះពុទ្ធ2អង្គទៀតដោយរូបមួយយកដៃទ្រព្រះកេសហើយរូបមួយទៀតយកដៃគង់ទ្រូងហើយមានសត្វបង្កដងខ្លួនរបស់វាคล้ายទៅជាក្តារឡើងកោងចុះនិងកោងឡើងហើយមានរូបកូនប្រាសាទតូចមួយនេះឯរូបបដិមាមានរចនាបថប្រែរូបដែរដោយសារសក់បួងទៅខាងលើខុសគ្នាត្រង់សម្ពុតសម្យងចុះក្រោមហើយមានឆ្នូតធ្វើផ្នត់កណ្ដាលនិងដៃផ្គុំលើគ្នាដងដាក់លើទ្រូងទាំងពីរផ្តែរដែលស្ថិតនៅគោបុរៈទី2នៃកំពែងទី2ច្រកចូលខាងលិចជារចនាបថបាយ័នឯផ្តែរនៅបណ្ណាល័យដែលជារចនាបថបាយ័ននៅចំកណ្ដាលមានរូបព្រះកាលចាប់ជើងព្រះកាលសងខាងនៅក្បែរមានកាន់មែកឈើដែលមែកឈើនោះរមូលជារង្វង់មូលជាចង្វាយតគ្នារហូតនៅខាងក្នុងមែកឈើដែលរមូលជាចង្វាយមានរូបមនុស្សផុសចេញមកនៅក្រៅនៅជ្រុងសងខាងមានរូបព្រះកាលឈរអមសងខាងដែលកាន់មែកឈើរមូលនោះផងដែរផ្នែកខាងលើមានក្បាច់ស្លឹកឈើរាងត្រីកោណជាជួរដែលមានរូបមនុស្សផុសចេញពីស្លឹកឈើដូចគ្នាក្រឡេកមកមើលរូបចំកណ្ដាលដែលស្ថិតនៅលើព្រះកាលមានរូបមនុស្សស្រី3នាក់ដែលកំពុងឈរយកដៃទ្រមែកឈើមានរូបរាងស្រដៀងអង្កត់ធ្នូនៅខាងលើមានរូបបដិមាលោកភេស្វរៈអង្គុយសមាធិចំណែកឯសសរពេជ្រដែលស្ថិតនៅទូប៉មកណ្ដាលនៃច្រកចូលខាងត្បូងគឺជារចនាបថបាយ័នដោយរូបរាងសសរពេជ្រវិវត្តពីមូលទៅជ្រុងនៅមុនសម័យអង្គរសសរពេជ្រជាសសរពេជ្រឯករាជ្យដែលមានរាង8ជ្រុងដាច់ដោយឡែកពីជញ្ជាំងគេយកថ្មទៅក្រឡឹងហើយទើបគេតម្លើងជាសសរពេជ្រតាមក្រោយសសរពេជ្រនៅដើមសម័យអង្គរក៏ដាច់ដោយឡែកពីជញ្ជាំងផងដែរដោយគេក្រឡឹងពីមូលទៅជាជ្រុងហើយទើបគេដំឡើងរៀបជាឥដ្ឋឬថ្មធ្វើប្រាសាទនៅចុងសម័យអង្គរដោយរចនាបថអង្គរនិងរចនាបថបាយ័នសសរពេជ្រហាក់បីដូចជាមិនឯករាជ្យគឺគេយកសសរពេជ្រទៅដំឡើងតែម្ដងទើបគេឆ្លាក់តាមក្រោយហើយក្បាច់រង្វាន់ចិញ្ចៀនពីចំនួនតិចទៅចំនួនច្រើនផងដែរមកដល់សតវត្សទី12ចុងសតវត្សទី13ក្បាច់រង្វាន់ចិញ្ចៀនប៉ុនគ្នាដោយនៅសសរពេជ្ររចនាបថដោយទំហំរបស់រង្វាន់ប៉ុនគ្នាទាំងអស់ដោយមាន1/8ដោយមានក្បាច់ស្លឹកឈើរាង4លែងនិយមបើយើងក្រឡេកមកលើប្រវត្តិសាស្ត្រនៃការសាងសង់ប្រាសាទតាព្រហ្មទន្លេបាទីសាងឡើងនៅក្នុងសតវត្សទី12និងដើមសតវត្សទី13ចាប់តាំងពីឆ្នាំ1181ដល់ឆ្នាំ1201ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាសម័យអង្គរក្រោយពីធ្វើសង្គ្រាមជាមួយនឹងចម្ប៉ាចប់មក
ព្រះបាទជ័យវរ្ម័នទី7បានរំដោះរាជធានីអង្គរពីចម្ប៉ាបាននៅជោគជ័យទ្រង់បានចាប់ផ្ដើមធ្វើកំណែទម្រង់បង្រួបបង្រួមជាតិដោយតាមមាគ៌ាសន្តិភាពនិងភីវនីយកម្មដោយភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយានជាមួយនឹងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង3ហើយការបង្រួបបង្រួមនេះបានស្ដែងចេញតាមរយៈសំណង់ប្រាសាទធំៗរួមមានដូចជាប្រាសាទបាយ័នប្រាសាទបន្ទាយក្តីប្រាសាទព្រះខ័នប្រាសាទបន្ទាយឆ្មាប្រាសាទនាពាន់ប្រាសាទតាសោមប្រាសាទក្រោលគោមហាកំផែងព័ទ្ធជុំវិញអង្គរធំជាដើមហើយការសាងសង់ប្រាសាទតាព្រំទន្លេបាទីនេះគឺដើម្បីឧទ្ទិសថ្វាយដល់លោកេស្វរៈចំពោះការសាងសង់ប្រាសាទនេះដូនតាខ្មែរយើងបានដឹកជញ្ជូនថ្មពីចម្ងាយតាមរយៈរទេះខ្នងដំរីដើម្បីយកមកសាងសង់ប្រាសាទរួមមានដូចជាថ្មបាយក្រៀមនិងថ្មភក់ជាដើមបើតាមសិលាចារឹកនៃប្រាសាទតាព្រំទន្លេបាទីនេះយើងឃើញមានសិលាចារឹកមួយផ្ទាំងដែលនៅវត្តបាទីមានលេខរៀងការ39ដែលសិលាចារឹកនេះត្រូវបានរកឃើញដោយលោកអៃម៉ូនីយេនៅវត្តបាទីខេត្តបាទីដែលសប្តាហ៍ថ្ងៃនេះគឺជាខេត្តតាកែវចុះការបរិច្ឆេទនៅឆ្នាំ1574គ្រិស្តសករាជសិលាចារឹកនេះមានអក្សរចំនួន23បន្ទាត់ដែលមានលក្ខណៈជាអក្សរជ្រាបចារលើផ្ទាំងសិលាស្ដំសប្តាហ៍ថ្ងៃនេះត្រូវប្រេះស្រាំបែកចេញជា2ហើយបើយោងតាមលោកសាស្ត្រាចារ្យលោកវង្សធារាលោកក៏បានបកស្រាយបន្ថែមទៅលើសិលាចារឹកនេះយ៉ាងលម្អិតផងដែរពោលគឺនៅក្នុងសៀវភៅសិលាចារឹកកម្ពុជាសម័យកណ្ដាលរបស់លោកបានបង្ហាញថាអត្ថបទសិលាចារឹកនេះចាប់ផ្ដើមឡើងដោយប្រើពាក្យមួយទីនេះទៀតសោតដែលជាពាក្យមួយបង្ហាញថាមិនមែនចាប់ផ្ដើមនៃអត្ថបទនោះទេគឺមានន័យថាផ្នែកខាងលើនៃអត្ថបទនេះអាចនឹងត្រូវបាត់បង់ដោយប្រការណាមួយជាមិនខានគួរបញ្ជាក់មួយទៀតផងដែរថាសិលាចារឹកនេះហើយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងភស្តុតាងនិងអំណះអំណានដែលបង្ហាញអំពីបច្ច័យការធ្វើបុណ្យធ្វើសច្ចាប្រតិធាតុអំពីការធ្វើបុណ្យដោយបង្ហាញពីសាក្សីរបស់មន្ត្រីម្នាក់ឈ្មោះអុកហ៊ុនទេពីសេនាសែននិងគ្រួសាររបស់គាត់ព្រមជាមួយនឹងការរៀបរាប់អំពីដង្វាយរបស់គាត់ចំពោះព្រះវិហារមានវត្ថុសត្វនិងមនុស្សព្រមទាំងពាក្យបណ្ដាសាចំពោះមនុស្សណាដែលហ៊ានប្រព្រឹត្តផ្ទុយនឹងកុសលធម៌ដែលគាត់បានកសាងឡើងនោះផងដែរដោយនៅក្នុងសិលាចារឹកនេះនៅក្នុងបន្ទាត់ទី4ដល់ទី8បានសរសេរថាមហាសករាជ1496ត្រូវនឹងគ្រិស្តសករាជឆ្នាំ1574អុកញ៉ាអុកខុនទេពីសេនាសែននិងគ្រួសារមានចិត្តសទ្ធាសាងពុទ្ធ5រូបថ្វាយអ្នកបម្រើ11នាក់ក្របី4ក្បាលស្រែ12ជាមួយនឹងសួនកំសាន្តផងមានទុំធំមួយកំណាត់ធ្វើជាពិដាន4ឆាត់2នាំទុំថ្វាយតុកប្រើប្រាស់នៅក្នុងព្រះវិហារចំនួន66តាំងយុគផងដែរហើយសម្ដែងបន្តទៀតលោកបានឲ្យគេសរសេរអំពីសកម្មភាពក្នុងពិធីបុណ្យផ្សេងទៀតផងនៅក្នុងបន្ទាត់ទី19ដល់បន្ទាត់ទី23លោកបានឲ្យគេចារពីការដាក់បណ្ដាសាអំពីមនុស្សដែលមានបំណងបំពេញកុសលធម៌ដែលលោកបានកសាងឡើងសំណេរនៃសិលាចារឹកខាងលើទាំងអស់នេះគឺជាភស្តុតាងសំខាន់ដែលបង្ហាញថាសំណង់នៃប្រាសាទនេះក្រោយពីបានកសាងរួចក៏មានការគ្រប់គ្រងរក្សាពីសំណាក់មន្ត្រីនិងចៅវាយខេត្តបាទីឲ្យយកទីតាំងប្រាសាទនេះធ្វើជាបូជនីយដ្ឋានឬជាកន្លែងធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជនដូចជាអាទិទេពផ្សេងទៀតផងដែរ
ជាបន្តទៅទៀតពួកយើងនាំគ្នាមកសិក្សាអំពីបរិវេណជុំវិញនៃប្រាសាទតាព្រំទន្លេបាទីទាំងអស់គ្នាដោយប្រាសាទតាព្រំទន្លេបាទីនេះមានបរិវេណទំហំបណ្ដោយ150ម៉ែត្រនិងទទឹងប្រវែង95ម៉ែត្រនិងមានប្រាសាទមានកម្ពស់12ម៉ែត្រប្រាសាទតាព្រំទន្លេបាទីនេះមានអគារភ្ជាប់ពីរព្រមទាំងមានរបងជញ្ជាំងដែលមានទ្វារចូលជារាងប្រាសាទបូជនីយស្ថាននេះមានរបងខាងក្រៅមួយជាន់ធ្វើអំពីថ្មបាយក្រៀមព្រមទាំងសាសពីរនៅខាងមុខនៅអមសងខាងផ្លូវចូលទៅកាន់ប៉មកណ្ដាលមានស្រះទឹកពីរសម្រាប់រក្សាទឹកប្រើប្រាស់ពេលមានប្រារព្ធពិធីបុណ្យសាសនាផ្សេងៗហើយក៏ជានិមិត្តរូបតំណាងឲ្យស្រះបារខណីតាមបែបព្រះពុទ្ធសាសនាចំណែកឯព្រាហ្មណ៍សាសនាវិញស្រះទឹកតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7បើនិយាយពីខ្លោងទ្វារចូលពីមុខវិញបើយើងមើលពីចំហៀងគឺមានសសរ4ជុំផ្អាប់ជញ្ជាំងនៃទ្វារចូលមានលម្អដោយក្បាច់រៀនតំណាងឲ្យឆ្នាំងប្រាសាទផ្តែរលម្អដោយក្បាច់បង្ហាញព្រះពុទ្ធទ្រង់ទុំរូបដ៏សម្បើមនេះត្រូវបានឆ្លាក់យ៉ាងជ្រៅនៅក្នុងដុំថ្មហើយប្រហែលជាត្រូវដាក់ជំនួសរូបដែលធ្លាប់មានពីមុនមកដែលគេសង្ស័យថាមិនទាន់ឆ្លាក់ហើយនៅក្នុងបរិវេណប្រាសាទតាព្រំទន្លេបាទីនេះក៏មានវត្តអារាមពុទ្ធសាសនាមួយដែរមានព្រះវិហារនិងកុដិសម្រាប់ព្រះសង្ឃផងដែរវត្តនេះត្រូវបានកសាងឡើងនៅពេលក្រោយនិងបន្តជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទការរួមបញ្ចូលនៃប្រាសាទបុរាណនិងវត្តបច្ចុប្បន្ននេះធ្វើឲ្យប្រាសាទតាព្រំទន្លេបាទីក្លាយជាកន្លែងដែលមានភាពរស់រវើកព្រមទាំងប្រវត្តិសាស្ត្រនិងសាសនាសរុបមកបរិវេណប្រាសាទទន្លេបាទីនេះមិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេតែវាជាកន្លែងដ៏ទូលំទូលាយមួយដែលរួមបញ្ចូលគ្នានូវសំណង់បុរាណទីអារាមសាសនាបច្ចុប្បន្ននិងទេសភាពធម្មជាតិដ៏ស្រស់បំព្រងវាក៏បានបង្ហាញពីភាពសម្បូរនៃវប្បធម៌និងជំនឿរបស់ខ្មែរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នផងដែរសួស្តីទាំងអស់គ្នាម្ដងទៀតហើយក៏ដូចជាសួស្តីទៅដល់អ្នកមើលទាំងអស់យើងឥឡូវយើងមកសិក្សាបន្តនៅខាងក្រៅបរិវេណប្រាសាទវិញម្ដងដែលយើងឃើញនៅច្រកទ្វារខាងលិចដែលសង្កេតឃើញថាមានការកសាងទីក្រុងទ្វារឲ្យមានផ្តែរនិងរូបបរិមាហើយបរិមាប្រភេទនេះគឺមិនមែនជាការឆ្លាក់ហើយយកមកបិទទេគឺយកថ្មបន្ទប់លើគ្នាហើយបានយកដាប់មកដាប់យើងទៅមើលទាំងអស់គ្នាបាទអរគុណបាទអញ្ចឹងយើងក៏លេខមកមើលនៅច្រកទ្វារខាងក្រៅនៃច្រកចូលប្រាសាទតាព្រំទន្លេបាទីយើងឃើញថានៅក្នុងទ្វារនេះគឺមានការរចនារាងដូចទៅនឹងប្រាសាទមួយដែរដែលជាច្រកចូលនៅទិសខាងលិចបើយើងសង្កេតឲ្យចំទៅគឺច្រកចូលមួយនេះគឺភ្ជាប់ទៅនឹងកំផែងព័ទ្ធជុំវិញនៃតួប្រាសាទទាំងមូលតែម្ដងហើយនៅក្នុងនោះយើងឃើញថាមាននៅលើផ្ទាំងប្រាសាទឬក៏នៅលើខ្លោងទ្វារប្រាសាទគឺមានការដាប់ថ្មនៅលើខ្លោងទ្វារនឹងដើម្បីធ្វើជារូបពុទ្ធបដិមាបើយើងក្រឡេកមកនៅក្នុងតួប្រាសាទឬក៏នៅតួខ្លោងទ្វារខាងមុខនេះយើងឃើញថាមានការសាងសង់លយនៅខាងក្រៅដែលវាហាក់ដូចជាកន្លែងសម្រាប់យាមកាមរបស់កងទ័ពនាសម័យកាលនោះនេះគឺជាច្រកទ្វារខាងលិចដែលយើងបានឃើញថាការរៀបចំនៅច្រកទ្វារខាងលិចនេះគឺមានការធ្វើរាងដូចជាកំពូលប្រាសាទមួយហើយដែរច្រកទ្វារខាងលិចគឺមានភាពរចនានិងល្អវិចិត្រជាងនៅខ្លោងទ្វារច្រកចូលខាងកើតដែលបានបង្ហាញថាជាច្រកទ្វារពិសេសមួយនៅក្នុងការយាងចេញចូលរបស់ស្ដេចនៅចំនួននៅសម័យកាលនោះសសរ4ជ្រុងអបទៅនឹងជញ្ជាំងទ្វារចូលមានលម្អក្បាច់រចនាដែលតំណាងឲ្យឆ្នាំរបស់ប្រាសាទផ្តែរដែលមានលម្អដោយក្បាច់បង្ហាញអំពីព្រះពុទ្ធបដិមា
គង់តាំងសមាធិរួមទាំងរូបដ៏សម្បើមនេះដែលបានឆ្លាក់នៅក្នុងដុំថ្មដ៏ជ្រៅហើយប្រហែលជាត្រូវបានជំនួសរូបចាស់ដោយសារយើងឃើញថាមានការលើកបន្ទប់ថ្មជាច្រើនរួចទើបមានការដាប់ឆ្លាក់ចេញជារូបរាងនៃព្រះពុទ្ធបដិមាគង់តាំងសមាធិនេះស្រមមកវិញមកសេចក្តីមកប្រាសាទតាព្រហ្មទលេបាទីដែលសន្ធិដ្ឋនៅក្នុងខេត្តតាកែវនេះគឺជាប្រាសាទមួយដ៏ចំណាស់ដែលមានអាយុកាលដ៏យូរលង់ប៉ុន្តែប្រាសាទនេះនៅតែឈរនៅរឹងមាំឈរត្រឹងនៅលើផែនភស្តុភាររបស់ដែនដីខ្មែរដែលបង្ហាញអំពីសម្បត្តិវប្បធម៌អរិយធម៌និងសិល្បៈដ៏រស់រវើករបស់ដូនតាខ្មែរតាំងពីជំនាន់បុព្វកាលក៏ដូចជាបានបន្សល់ទុកនៅស្នាដៃនិងកេរដំណែលមកតជំនាន់ដល់កូនចៅជំនាន់ក្រោយនិងជាមោទនភាពមួយដ៏ឧត្តមឧត្តមសម្រាប់ប្រទេសកម្ពុជាយើងទាំងមូលជាចុងបញ្ចប់ក្រុមបទបង្ហាញយើងខ្ញុំសូមគោរពអរគុណចំពោះលោកគ្រូក៏ដូចជានិស្សិតគ្រប់រូបក្រុមបទបង្ហាញរបស់ខ្ញុំបានធ្វើបទបង្ហាញនឹងត្រូវបានបញ្ចប់នៅគណៈពេលនេះហើយសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការស្ដាប់នៃក្រុមបទបង្ហាញរបស់យើងខ្ញុំ